មេឃភ្លៀងតិចអញ្ចឹងអ្នកទាំងអស់គ្នានឹងឃើញដល់សម្លទឹកឬក៏សម្លឆាដែរចំពោះនេះខ្ញុំថ្ងៃនេះគឺមានសម្លទឹកស្ងោរជ្រូកក្បាលត្រីតែអញ្ចឹងទៅមើលរបៀបធ្វើទាំងអស់គ្នានេះខ្ញុំមានក្បាលត្រីដៀបមួយអ្នកទាំងអស់គ្នាប្រហែលជាខ្ទង់កន្លះគីឡូហើយនឹងមានសាច់ត្រីមួយកង់ដែរទិញពីផ្សារមកអ្នកលក់គាត់ធ្វើឲ្យយើងស្រាចេះគាត់ឲ្យយកមកលាងហើយច្របាច់ជាមួយនឹងអំបិលឲ្យវាអស់ជាតិរំអិលហើយនឹងក្លិនឆ្អាបទេអ្នកទាំងអស់គ្នានិយាយរួមគឺលាងអស់ច្រើនទឹកមែនតើដោយសារខ្លាចវាមានក្លិនឆ្អាបពេលដែលយើងស្លហើយគ្រឿងកាត់ឆ្អាបមានប៉ុណ្ណឹងអ្នកទាំងអស់គ្នាមានស្លឹកក្រូចសើចរំដេងម្ទេសខ្ទឹមហើយនឹងគល់ស្លឹកគ្រៃអីចឹងទៅអ្នកទាំងអស់គ្នាយកវាទៅលាងទឹកឲ្យស្អាតហើយដាក់ដាំទឹកនិងបង់គ្រឿងកាត់ឆ្អាបទាំងអស់ហ្នឹងដាក់ចូលទៅក្នុងឆ្នាំងហើយបន្ទាប់មកដាក់វាចោលនៅនឹងឲ្យរហូតដល់វាពុះទៅបន្ទាប់មកយើងទៅលាងសម្អាតជាមួយនឹងផ្សិតចំបើងណាទាំងអស់គ្នាកាត់ឲ្យកន្លែងគល់ក្បាលវានឹងទៅបន្ទាប់មកយើងលាងពី3ទឹកសិនហើយចាំយើងយកវាទៅត្រាំជាមួយនឹងទឹកអំបិលអ្នកទាំងអស់គ្នាធ្វើបែបនេះដើម្បីឲ្យជាតិខ្មៅនៅលើផ្សិតចំបើងហ្នឹងវាជូរអស់ណាអ្នកទាំងអស់គ្នាអំបិលហើយច្របាច់វាថ្នមអញ្ចឹងទៅអ្នកទាំងអស់គ្នាហើយបន្ទាប់មកដាក់ទឹកប្រមាណតិចបានហើយបន្ទាប់មកដាក់ត្រាំវាចោលសិនទៅហើយមកលាងគ្រឿងកាត់ឆ្អែតហើយនឹងលាងជីបេះជីអ្នកទាំងអស់គ្នាជីមុននឹងបេះយើងលាងម្សៅបន្ទាប់ពីបេះហើយយើងលាងម្សៅទៀតលាងច្រើនដងដើម្បី make sure ថាវាស្អាតព្រោះអាសាគ្រឿងនេះយើងដាក់ក្រោយគេហើយឲ្យបានស្ងោរបានរងាស់វាទៀតដោយសារយើងជ្រក់នៅក្នុងចានណោះតែពេលអញ្ចឹងទៅយើងត្រូវឲ្យវាស្អាតដូចឆ្មាយើងចិតសបកវាចេញអញ្ចឹងទៅហើយលាងទឹកខាងក្រៅបន្តិចដើម្បីកុំឲ្យពេលដែលច្របាច់ទៅវាមានជាតិល្វីងហើយនឹងជាតិហាងនិយាយទៅគឺតាមគ្រូសាអ្នកខ្លះគាត់អត់ចិតសបកចេញដែរអញ្ចឹងតែចំពោះនេះខ្ញុំគឺធ្លាប់អ្នកនរគ្នាសារខ្លាចថាវាល្វីងហើយវាហាងចេញពីសបកមកអញ្ចឹងហើយបើថាជីមានពីរប្រភេទជីនាងវងជីរណាហើយនឹងមានស្លឹកខ្ទឹមអញ្ចឹងសម្រាប់ជ្រក់ចិត្តបន្លែចិត្តគ្រឿងជ្រក់ហើយអស់ទឹកពុះល្មមអ្នកនរគ្នាហើយបន្ទាប់មកយើងដាក់ក្បាលត្រីឬក៏សាច់ត្រីដែលយើងបានលាងសម្អាតហ្នឹងចូលទៅឃើញថាត្រីតែកន្លះគីឡូទេអ្នកនរគ្នាប៉ុន្តែឡើងពេញឆ្នាំងហៀតែម្ដងដាក់ឲ្យវាពុះសិនអ្នកនរគ្នាបន្ទាប់មកទើបយើងដាក់គ្រឿងចូលទឹកត្រីចំនួនកន្លះវែកសម្លហើយនឹងគ្រឿងមានដូចជាប៊ីចេងស្ករសអំបិលបន្តិចហើយនឹងម្សៅស៊ុបដែលសារអស់ដុំស៊ុបអ្នកនរគ្នាអញ្ចឹងហើយដាក់ម្សៅស៊ុបចូលក៏បានដែរអ្នកនរគ្នាគឺវាមានរសជាតិឆ្ងាញ់ដូចគ្នាទេបន្ទាប់មកយើងដាក់ផ្សិតចំបើងដែលបានលាងសម្អាតរួចរាល់ហ្នឹងចូលទាំងអស់ភ្លក់ថែមថយគ្រឿងខ្វះអីដាក់នឹងអ្នកនរគ្នាតាមចំណង់ចំណូលចិត្តចូលចិត្តរសជាតិបែបណាយើងបង់គ្រឿងថែមថយតាមនឹងទៅតែចំពោះនាងខ្ញុំវិញដូចនៅក្នុងវីដេអូដែលបានបង្ហាញហ្នឹងគឺថានាងខ្ញុំភ្លក់ហើយរសជាតិគឺល្មមហើយអត់មានថែមថយអីទៀតទេអញ្ចឹងហើយគឺដួសដាក់ចានដើម្បីយកទៅញ៉ាំចឹងហ្មងហើយជ្រក់តាមក្រៅក្រូចឆ្មាដាក់ឲ្យច្រើនតិចព្រោះរសារគ្រួសារនេះខ្ញុំចូលចិត្តជូរហើយដាក់គ្រឿងជ្រក់ចូលមានជីមានស្លឹកខ្ទឹមមានអីអញ្ចឹងទៅអ្នកទាំងគ្នាហើយនេះស្ងោរជ្រក់ក្បាលត្រីរបស់នេះខ្ញុំគឺរួចរាល់នឹងបើថាមេឃភ្លៀងតិចមកទៀតគឺថាជាតិហ្មងជួបគ្នានៅក្នុងវីដេអូក្រោយទៀតណាបាយ